ខ្ញុំសប្បាយចិត្តភាសាអង់គ្លេសគឺ I'm happy I'm happy ខ្ញុំសប្បាយចិត្តបាទឥឡូវយើងមកមើល clear បន្តទៀតខ្ញុំកើតទុក្ខឬក៏មិនសប្បាយចិត្តបាទភាសាអង់គ្លេសគឺ I am sad I am sad ឬក៏ I'm sad បាទនឹងប្រែថាខ្ញុំកើតទុក្ខឬក៏មិនសប្បាយចិត្តបាទឥឡូវយើងមកមើល clear ជាបន្តទៀតបែរថាខ្ញុំគឺរំភើបមែនតើបាទ I'm excited I'm excited I'm excited ខ្ញុំគឺរំភើបបាទ clear បន្តទៀតខ្ញុំនឹងគឺអស់កម្លាំងហេវហត់លហិតលហៃមែនតើបាទចាំភាសាអង់គ្លេសគឺ I'm tired I'm tired បាទ I'm tired តែខ្ញុំគឺអស់កម្លាំងបាទហើយបន្តទៀតខ្ញុំឃ្លានបាទឬក៏ខ្ញុំឃ្លានបាយអីចឹងណាភាសាអង់គ្លេសគឺ I'm hungry I'm hungry ឬក៏ I am hungry បាទនេះនិយាយ clear ល្អៗសម្រាប់បងប្អូនដល់គ្នាដែលចង់ฝึกហាត់ការនិយាយភាសាអង់គ្លេសហើយជាពិសេសបងប្អូនដែលចង់បានសភៅយកទៅសិក្សាកុំភ្លេច comment នៅខាងក្រោមហើយយើងមានសភៅណាបងប្អូនបាទអាចធាក់ទងមកបានឥឡូវយើងមកមើល clear ជាបន្តទៀតខ្ញុំស្រេកទឹកបាទពេលដែលយើងស្រេកទឹកអីចឹងណាមិនដឹងថាមុនយើងឃ្លានបាយឃ្លានអាហារអីចឹងយើងអាចប្រើពាក្យ I am hungry តែពេលឥឡូវយើងស្រេកទឹកអញ្ចឹងស្រេកទឹកភាសាអង់គ្លេសគឺ thirsty thirsty បាទ I'm thirsty ខ្ញុំស្រេកទឹកគឺបងប្អូនបានចេះតើគ្នាឥឡូវយើងមកមើល clear បន្តទៀត clear បន្តទៀតនេះគឺខ្ញុំខឹងឬក៏សម្រាប់ព្រះមហាក្សត្រអីយើងប្រែថាខ្ញាល់បាទយើងភាសាអង់គ្លេសគឺ I'm angry I'm angry ប្រែថាខ្ញុំខឹងឬក៏ខ្ញាល់អីចឹងដែរណាអញ្ចឹងពាក្យ angry យើងប្រែថាខឹងណាបងបាទឥឡូវយើងមកមើល clear ជាបន្តទៀតខ្ញុំខ្លាចបាទខ្ញុំខ្លាចភាសាអង់គ្លេសគឺ I'm scared បាទ I'm scared I'm scared ឬក៏ I am scared យើងប្រែថាខ្ញុំខ្លាចបាទយើងមកមើលជាបន្តទៀតខ្ញុំព្រួយបារម្ភមែនតើបាទខ្ញុំព្រួយបារម្ភមែនតើភាសាអង់គ្លេសគឺ I'm worried ឬក៏ I'm worried I'm worried ខ្ញុំព្រួយបារម្ភបាទហើយបន្តទៀតតែខ្ញុំភ្ញាក់ផ្អើលបាទខ្ញុំភ្ញាក់ផ្អើលមែនតើចូលណាគេ surprise យើងភ្ញាក់ផ្អើលណាយើងភាសាអង់គ្លេសគឺ I'm surprised I'm surprised បាទ I'm surprised គឺភ្ញាក់ផ្អើលណាបងបាទអញ្ចឹងសម្រាប់វីដេអូនេះយើងចប់ប៉ុណ្ណឹងសម្រាប់បងប្អូនដែលចង់បានសភៅពាក់ព័ន្ធទៅនឹង clear សន្ទនាទាំងអស់នេះបងប្អូនអាចធ្វើការតាក់ទងដើម្បីជាវបានណាបងប្អូនសភៅសន្ទនា111ថ្ងៃអញ្ចឹងសម្រាប់វីដេអូនេះយើងមានប៉ុណ្ណឹងជួបគ្នាវីដេអូក្រោយជាបន្តទៀតបាទ